Okay, so today ពុកម៉ែបងប្អូនអរគ្នាចឹងហើយហ្នឹងខ្ញុំនឹងចេញវីដេអូមករៀនដល់គ្នាអំពីប្រម៉ូទវីដេអូយក view ហ្នឹងបងប្អូនចឹងវាមកប្រម៉ូទតាមទូរស័ព្ទដៃអ្នកគ្នាងាយស្រួលមែនតើអ្នកគ្នាចូលប្រម៉ូទតាមកម្មវិធី business tools របស់យើងមកចឹងអ្នកគ្នាយករក page ដែលអ្នកគ្នាចង់បួតហើយរកវីដេអូដែលអ្នកគ្នាចង់បួតចឹងវីដេអូនេះខ្ញុំបង្ហាញពីរបៀបសំដៅបង្ហាញពីរបៀបប្រម៉ូទវីដេអូសិនអ្នកគ្នាយក view យកអីចឹងទៅចឹងវីដេអូក្រោយគឺនឹងបង្រៀនអ្នកគ្នាពីប្រម៉ូទយក like share អីចឹងណាអ្នកគ្នាប្រម៉ូទពីរូបភាពតែថ្ងៃហ្នឹងសូមប្រម៉ូទពីវីដេអូម្ដងចឹងដូចខ្ញុំឲ្យរក page ណាដែលខ្ញុំចង់ប្រម៉ូទមកហើយរកវីដេអូសិនអ្នកគ្នាឡើយខ្ញុំឧទាហរណ៍ថានេះវាឃើញបានបន្តិចខ្ញុំនឹងទៅប្រម៉ូទវីដេអូចឹងខ្ញុំចូលហើយរកវីដេអូហ្នឹងចង់ថាខ្ញុំចង់ប្រម៉ូទវីដេអូនេះចាស់គឺខ្ញុំចង់ប្រម៉ូទវីដេអូហ្នឹងចាស់អញ្ចឹងអ្នកនេះចុចចូលរកវីដេអូដែរអ្នកនេះចង់ប្រម៉ូទអ្នកនេះរកពាក្យនេះប៊ូតុងនេះ boost reel ហ្នឹងអ្នកនេះចេះហ្នឹងសិនមកហ្នឹងហើយទៅពេលវាចេញអញ្ចឹងហើយអ្នកនេះអូសមកក្រោមអ្នកនេះ scroll ដល់មកក្រោមអ្នកនេះរងមើលពាក្យอะไรនេះ get more video view អញ្ចឹងអ្នកនេះចុចកន្លែងហ្នឹងមកអាហ្នឹងសម្រាប់យើងប្រម៉ូទវីដេអូហ្នឹងណាអ្នកនាងបើយើងប៊ូតយកសារអ្នកនាងហ្នឹងគេហៅប៊ូតយកសារហ្នឹងហើយយើងយកនេះតែយើងចង់ប្រម៉ូទវីដេអូចេញយកនេះ get more video view ហ្នឹងមកហើយអ្នកនាង scroll មកក្រោមទៀតអញ្ចឹងរកមើលទៀតអ្នកនាងអូខេក្នុងម្ដងកន្លែងហ្នឹងអ្នកនាងត្រូវកំណត់ audience អញ្ចឹងអ្នកនាងចុចពាក្យ edit នៅខាងក្រោមនេះមកអញ្ចឹងអត់វាអត់ខូចទៅពីមុនទេអ្នកនាងត្រង់កន្លែងហ្នឹងអ្នកនេះកន្លែងនេះគឺយើងដាក់អាយុអញ្ចឹងកំណត់គោលដៅអាយុអតិថិជនមកអ្នកនេះចង់ដាក់ចាប់ពីម៉ានជាក់ស្ដែងយទូទៅយើងដាក់ត្រឹមពីវាតាមអីវ៉ាន់របស់យើងដែរអ្នកនេះសារ page នេះយើងលក់ cash លក់អីចឹងទៅយើងដាក់ត្រឹមចាប់ពី15ឡើងចឹង15វាឲ្យអានេះខ្ញុំដាក់ថា35ចុះ18នេះវានេះហើយថតដាក់ថា18អញ្ចឹងនេះអញ្ចឹងកន្លែង location នេះអ្នកនរត្រូវដៅក៏បានដែរតាមបានតែជាក់ស្ដែងបើយើងដាក់កំណត់តាមខេត្តក៏វាល្អដែរនេះដាក់ភ្នំពេញឬក៏សៀមរាបអីចឹងទៅឧទាហរណ៍ថាខ្ញុំដាក់នៅភ្នំពេញអញ្ចឹងភ្នំពេញកម្ពុជាអ្នកនេះចេះនេះរកមកពីភ្នំពេញកម្ពុជាបើសិនជាអ្នកនេះដាក់ត្រូវដៅអាហ្នឹងហើយមកជាសៀមរាបអ្នកនេះដាក់សៀមរាបសិនមកអ្នកសៀមរាបប្រូវិននឹងក៏បានដែរនេះចឹងដាក់ពីរនឹងក៏បានឬនេះចង់ដាក់ select ជីវ៉ាន់ទៅតាមតាខេត្តផ្សេងអ្នកនេះដាក់យងទៅគឺដាក់ដៅខេត្តទេអ្នកនេះហើយខ្ញុំសូមដាក់តែពីរនឹងជាឧទាហរណ៍ទេហើយ interest នឹងក៏សំខាន់ដែរអ្នកនេះចឹងសម្រាប់ interest នឹងគឺយើងត្រូវដាក់លក្ខណៈថាពាក់ព័ន្ធជាមួយនឹងអីវ៉ាន់ដល់អ្នកនេះចឹងខ្ញុំសូមដាក់ online shopping អូខេ online shopping retail ដល់នេះដាក់នឹងយកតាមខ្ញុំក៏មួយក៏បានដែរនឹងដៃដាក់ចោលទៅហើយមួយទៀតពាក់ព័ន្ធមួយវ៉ាន់របស់អ្នកគ្នាដាក់គេដូចនេះថាលក់ខេសយើងដាក់ពាក់ព័ន្ធមួយនឹងការលក់ខេសទៅជាខេសអីយ៉ាងណាទៅបងនេះហើយខ្ញុំយកនេះចុះខ្ញុំគ្រាន់តែជាឧទាហរណ៍អ្នកនេះខ្ញុំយកបានអ្នកនេះដាក់ប្រហែលក៏បានដែរដឹងនៅក្នុងអ៊ីនធឺណិតហ្នឹងឲ្យអាចកំណត់បានត្រឹម3 4យំមិន3 4ទេ4 5ក៏បានដែរស្ទើរតែអ្នកគ្នាតែគាត់ឲ្យយើងដាក់មកល្មមធ្វើម៉េចឲ្យខ្លីតែខ្លឹមណាអ្នកនេះឲ្យ Facebook វាស្រួលចាប់អីដែលថាយើងកំណត់អញ្ចឹងតែប៉ុណ្្នឹងហើយគឺកន្លែងនេះគឺយើងមិនកំណត់នេះយើងដាក់កំណត់ all អញ្ចឹងទៅតោះបានឲ្យនេះចុច save ប៉ុណ្ណឹងហ្នឹងហើយអញ្ចឹងកន្លែង audience ហ្នឹងកំណត់ audience ហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយបន្តមកដល់ចំណេះកន្លែង placement ហ្នឹងក៏សំខាន់ដែរអ្នកនេះចុចដោះ tick វាអស់ជាការប្រម៉ូទចឹងយើងដោះ tick វាអស់យើងទុក Facebook មួយបានអ្នកនេះចឹងយើងទុក Facebook មួយទេយើងដក Instagram មកនេះ Messenger អីចេញហើយកន្លែងនេះគឺកំណត់ចំនួនទឹកលុយអ្នកនេះចឹងអ្នកនេះចង់ប្រម៉ូទវីដេអូហ្នឹងមួយថ្ងៃប្រហែលដុល្លារ$5ឬក៏$1អីហ្នឹងនេះស្ទើរតែអ្នកគ្នាណាហ្នឹងទៅថា$5ចឹងកន្លែងនេះគឺបង្ហាញយើងអាចឃើញខ្ទង់ពី 1k ដល់ 1k ចឹង
ngày cái này nó cái dương ai cả nọt ban cho pi ngày pi mà đi chơi dương chân đã cả nọt ngày sáng các bạn còn hay buôn ở lợi dương đã pi ngày nó lợi tới nè nó hơi pi đấy cứ việc sự sầm khăn việc đúng tới việc đôi chặt đôi thì là hơi đã ở đây tới dương số lên trong trên bật pe này các bạn bữa đấy cứ dương đã cả nọt ngày để hay dương trong bật bút ở việt bật này cả bút của lại là ngày nào chẳng tại mà đây giờ lời tới ok chẳng thằng cho mình đi cứ mình được pan năng tế nè tại cũng thấy chỗ này phải mình ở hệ đằng phòng trong tập ban năng hai nó cứ giờ ca và hai nhỏ này pi việc của mỗi video á đặc này chân ta vào một nó cứ việc bên ấy thế cứ việc tập ban năng ấy bởi xin chỉ là thêm bên chủng ngó là ai còn mòn nên xua nhưng hàng cái video nó các bạn đừng để chạy to mà tam telegram kênh của tôi các bạn này đừng đây ở con trang luôn